អត្ថន័យបទចម្រៀងចាក់ដោតខ្លាំងសុវិសាបង្ហាញអារម្មណ៍ពិតក្នុងបទចម្រៀងថ្មីអ្នកគាំទ្រស្ដាប់ហើយអាចរំជួលចិត្តអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីជាពិសេសសម្រាប់អ្នកដែលតែងតែនិយមគាំទ្រតារាចម្រៀងស្រីជុំមុខអ្នកនាងសុវិសាច្បាស់ជាបានជ្រាបហើយថាអ្នកនាងបានរជាលពីការងារសិល្បៈក្រោយពេលដែលបានបញ្ចប់ភាពនៅលាវរៀបការសាងគ្រួសារនិងចាប់យកការរកស៊ីជាច្រើននៅក្នុងដៃម្យ៉ាងវិញទៀតកាលពីជាង1ឆ្នាំមុនអ្នកនាងសុវិសាក៏មានបញ្ហាបំពង់កត្រូវទៅព្យាបាលនៅក្រៅប្រទេសដែលជាបញ្ហាខ្លះសម្រាប់អ្នកនាងក្នុងការប្រើប្រាស់សម្លេងច្រៀងឲ្យដូចពីមុនយ៉ាងណាមិញក្រោយការខកខានបញ្ចេញថ្មីដៃក្នុងបទចម្រៀងថ្មីអ្នកនាងសុវិសាក៏បានវិលមកកាន់សិល្បៈសារជាថ្មីម្ដងទៀតដោយអ្នកនាងបានផលិតបទចម្រៀងថ្មីនិងបានចេញ MV ជាបន្តបន្ទាប់លើពីនោះការវិលត្រឡប់មកកាន់មីក្រូហ្វូនសារជាថ្មីម្ដងទៀតនេះអ្នកនាងសុវិសានៅតែទទួលបានទីផ្សារការងារដូចដើមដោយអ្នកនាងត្រូវបានបណ្ដាលផាប់ល្បីៗជាច្រើនអញ្ចឹងអ្នកនាងទៅច្រៀងជាភ្ញៀវកិត្តិយសងាកមកកាន់ការផលិតបទចម្រៀងថ្មីវិញក្រោយការវិលត្រឡប់មកកាន់អាជីពចាស់អ្នកនាងសុវិសាបានចេញបទចម្រៀងចំនួន2បទហើយបទទី1បានចេញកាលពីប្រមាណ1ខែមុនមានចំណងជើងថានឹកពីចម្ងាយនិងបទដែលទើបនឹងចេញមានចំណងជើងថាផុតកំណត់បទចម្រៀងថ្មីផុតកំណត់នេះបានធ្វើឲ្យអ្នកគាំទ្របង្ហាញការពេញចិត្តយ៉ាងខ្លាំងខណៈប៉ារ៉ូចម្រៀងនៃបទនេះគឺត្រូវនឹងសាច់រឿងរបស់អ្នកស្ដាប់ជាច្រើនទន្ទឹមនឹងការពេញចិត្តនោះបទថ្មីរបស់អ្នកនាងសុវិសាត្រូវបានមហាជននៅលើបណ្ដាញសង្គមមួយចំនួនចូលទៅបញ្ចេញមតិថាអត្ថន័យនៃបទចម្រៀងអាចនឹងជារឿងពិតរបស់អ្នកនាងផ្ទាល់ទៀតផងជាងនេះទៅទៀតមានអ្នកចូលទៅបញ្ចេញមតិសោកសៅនិងសោកស្ដាយពីការលែងលះគ្នារបស់អ្នកនាងនិងអតីតស្វាមីគូរំលឹកថាកាលពីរាត្រីថ្ងៃទី18ខែសីហាឆ្នាំ2026កន្លងទៅនេះអ្នកនាងសុវិសាបានប្រកាសពីដំណឹងនៃការលែងលះគ្នានឹងលោកថូមីដែលជាអតីតស្វាមីយ៉ាងភ្ញាក់ផ្អើលក្រោយរៀបការជាមួយគ្នាបានជាង6ឆ្នាំនិងបានបន្សល់ទុកនៅចំណងដៃកូន2នាក់